Hello ជំរាបសួរសួស្តីទាំងអស់គ្នាណាស្វាគមន៍សម្រាប់អ្នកដែលកំពុងតែមើលវីដេអូនេះជាពិសេសអ្នកដែលកាត់ឆ្នាំថោះទាំងអស់គ្នាអញ្ចឹងយើងមកមើលនៅក្នុងខែ11តើមានរឿងអីល្អចាឥឡូវយើងមើលអំពីគោនៅក្នុងខែ11សម្រាប់អ្នកឆ្នាំថោះពាក់ព័ន្ធជាមួយនឹងការងារណាឃើញថាការងារទោះបីជានឿយហត់ប៉ុន្តែយើងសម្រេចបានច្រើនណាជោគជ័យច្រើនមែនតើការងារហត់បន្តិចតែល្អចាការងារមកក្រុមហ៊ុនសង្កត់ធ្វើម្នាក់ឯងចាទទួលបន្ទុកច្រើនចាក្នុងនេះដែរយើងមើលអំពីពាក់ព័ន្ធជាមួយនឹងការងាររបស់យើងមើលរឿងអីល្អចូលមកខ្លះណាចាពាក់ព័ន្ធជាមួយនឹងការងារឃើញថាចូលដល់ដើមខែណាអ្នកដែលធ្វើការពាក់ព័ន្ធជាមួយនឹងខាងលុយកាក់អីណាឃើញថាល្អតែអត់ជាបញ្ហាទេចាហើយនៅក្នុងនេះដែរណាសម្រាប់អ្នកខ្លះណាឃើញថាមានការគ្រប់គ្រងពីមេឬក៏អាចបានឡើងតួនាទីនៅក្នុងខែនេះដែរមានតំណែងល្អពាក់ព័ន្ធជាមួយនឹងឡើងការងារចាល្អអត់បញ្ហាចាមានរឿងសុបាយចូលមកពាក់ព័ន្ធជាមួយនឹងការងារឬក៏ដោយការងាររកស៊ីរបស់យើងណាចាជាពិសេសអ្នកដែលធ្វើការណាមិនថាអ្នកធ្វើការជាមួយមនុស្សស្រីឬក៏មនុស្សប្រុសឯនៅក្នុងខែ11នេះល្អមែនតើណាសម្រាប់អ្នកឆ្នាំថោះឃើញថាគ្រប់យ៉ាងបញ្ហាគ្រប់យ៉ាងអាចដោះស្រាយបានចាមានរឿងល្អចូលមកចាអូខេឥឡូវយើងមើលអំពីលុយកាក់វិញសម្រាប់អ្នកឆ្នាំថោះណាចារឿងល្អអីខ្លះណាពាក់ព័ន្ធជាមួយនឹងលុយកាក់ណាឃើញថារកបានអត់បញ្ហាចាឃើញថារកបានចាតែក្នុងនេះដែរពាក់ព័ន្ធជាមួយនឹងអ្នកដែលធ្វើការឯកសារលិខិតស្នាមណាឃើញថារកបានប៉ុន្តែបើអ្នកអត់ធ្វើការខាងហ្នឹងទេឃើញថាអស់លុយអស់កាក់ដោយសារតែពាក់ព័ន្ធជាមួយនឹងឯកសារឬក៏លិខិតស្នាមផ្សេងណាចានៅក្នុងស្ថានភាពបែបនេះទោះបីជារកបានប៉ុន្តែក៏ឃើញថាពីតង់ដែរព្រោះដោយសារយើងត្រូវចំណាយច្រើនណាប៉ុន្តែគ្រាន់ថាយើងអាចដោះបានណាចាវាមានភាពរញ៉េរញ៉ៃតិចតួចពាក់ព័ន្ធជាមួយនឹងលុយកាក់យើងណាជាពិសេសលុយធ្វើការងារឬក៏លុយរកស៊ីអីដូចជាមិនសូវជាអំណោយផលប្រមាណសម្រាប់អ្នកឆ្នាំថោះនេះតកតងជាមួយនឹងលុយដែលបានពីការងារអមថាឥឡូវគេសន្យាថានៅក្នុងខែ11ខ្ញុំនឹង clear លុយឲ្យអ្នកឯងខ្ញុំនឹងឲ្យត្រឡប់លុយអ្នកឯងវិញនិយាយទៅការសន្យារឿងលុយកាក់ណាពាក់ព័ន្ធមួយការងារគឺអត់ទទួលបានសម្រេចទេតែបើសម្រាប់អ្នកលក់ដូរអីឃើញថាអាចលក់បានធម្មតាប៉ុន្តែយើងរំពឹងលុយអំពីការងារគឺ say no អត់បានអត់ទទួលបានដូចអ្វីដែលយើងរំពឹងទុកចាអញ្ចឹងយើងមើលអំពីរឿងស្នេហាណារឿងស្នេហាអីអូខេសម្រាប់មនុស្សស្រីណាឃើញថាមានស្នេហាមនុស្សវ័យក្មេងចូលមកពាក់ព័ន្ធនៅក្នុងជីវិតយើងចាជាស្នេហាមួយដែលមើលទៅសួរថាស្មោះត្រង់ទេមិនទេឡើង David ចូលមកក្នុងជីវិតគាត់តែបែបលេងសើចចូលមកក្នុងជីវិតយើងបែបមួយឆាងហើយក៏ត្រឡប់ទៅវិញទៅចាមិនស្មោះត្រង់ទេអញ្ចឹងសម្រាប់អ្នកដែលមានដៃគូស្នេហាឬក៏ជីវិតប្តីប្រពន្ធហើយឃើញថាអាចទទួលបានលុយកាក់លូបសំណាងពីគេណាឃើញថាល្អប៉ុន្តែនៅក្នុងខែ11នេះក៏មានរឿងឲ្យគិតឬក៏រឿងឲ្យខ្វល់អំពីដៃគូស្នេហាយើងប្តីប្រពន្ធយើងច្រើនដែរយើងគិតពីគេភ្លេចគិតខ្លួនឯងយើងខ្វល់ពីគេភ្លេចខ្វល់ខ្លួនឯងធ្វើឲ្យយើងពិបាកនៅក្នុងតំណែងស្នេហាមួយនេះមានភាពញ៉ៃញ៉ៃចានៅក្នុងតំណែងស្នេហាអញ្ចឹងអាចថានៅក្នុងខែ11នេះអ្នកថោះឈឺក្បាលច្រើននៅក្នុងតំណែងស្នេហាមិនថាស្នេហាថ្មីមិនថាស្នេហាចាស់ឬក៏ស្នេហាដែលកំពុងតែមានខ្វល់ឬអាចកាត់ឡើងដោយសារតែយើងគិតពីគេច្រើនពេកខ្វល់ពីគេច្រើនពេកមានអាកណិតមួយសង្ស័យគេច្រើនពេកចាអញ្ចឹងទៅវាធ្វើឲ្យយើងវល់នៅក្នុងខ្លួនឯងណាឈឺក្បាលតែម្ដងចាអញ្ចឹងអរគុណច្រើនណាសម្រាប់អ្នកឆ្នាំថោះជូនពរសំណាងអស់ជួបគ្នាវីដេអូក្រោយទៀតណាបាយបាយ